ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូមួយគឺរបៀបធ្វើមីកូកឲ្យមានរសជាតិឆ្ងាញ់គឺយើងដាក់លាយជាមួយមីសួរដើម្បីឲ្យបានច្រើនហើយនឹងមានរសជាតិឆ្ងាញ់យើងញ៉ាំទៅឆ្អែតតែម្ដងនេះគឺជាដំបូងយើងត្រូវដាំទឹកហើយយើងស្រុះមីសួរហ្នឹងជាមួយមីហ្នឹងទៅយើងដាក់ទឹកក្តៅដែលយើងដាំពុះហ្នឹងហើយយើងគ្របទុកវាមួយស្ទុះបន្ទាប់មកខ្ញុំដាក់ចៀនពងទាប្រើហើយនេះមីសួរយើងរីកហើយខ្ញុំសម្រិតទឹកចេញហើយយើងចាប់ផ្ដើមហើយគ្រឿងមីកូកដែលមានហ្នឹងមីជាតិយើងហ្នឹងដាក់ក្នុងមីកូកហ្នឹងទៅគ្រឿងមានប្រមាណគឺយើងចាក់ចូលក្នុងនឹងទាំងអស់អញ្ចឹងណាដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់ពិសានេះដំបូងយើងហាយគ្រឿងមីកូកនឹងដាក់ចូលមួយបន្ទាប់មកនេះមានស្លឹកខ្ទឹមអីហ្នឹងហើយដាក់ចូលឲ្យអស់មកបន្ទាប់មកយើងច្របល់វាឲ្យសព្វអញ្ចឹងណាយើងកូរច្របល់វាធ្វើម៉េចឲ្យមីនិងគ្រឿងហ្នឹងវាចូលជាតិគ្នាបានល្អអញ្ចឹងណាយើងឆូយច្របល់វាអញ្ចឹងទៅមកធ្វើម៉េចឲ្យគ្រឿងមីកូកហ្នឹងវាជាប់ជាមួយមីនិងមីសួរនឹងឲ្យសព្វដើម្បីមានរសជាតិឆ្ងាញ់នេះយើងចាប់ផ្ដើមកូរច្របល់វាអញ្ចឹងមកស្ទុះប្រហែលជា 2-3 នាទីមិនដល់ទេមកទៅយើងធ្វើអញ្ចឹងមកគឺថាឆ្ងាញ់មែនតែនហូបហើយគឺចង់ហូបទៀតណាតែម្ដងនេះបងប្អូនធ្វើកូរអញ្ចឹងមកណាបន្ទាប់មកនេះយើងអេតថែមពងទាដែលយើងចៀននឹងមកគ្រាប់មកគឺហើយឆ្ងាញ់មែនតែនអរគុណ